ឆ្នាំហ្នឹងនៅកំពង់ចាមអត់មានឡានតាក់ទេប៉ុន្តែទេវតាយកចិត្តតម្លាក់ភ្លៀងឲ្យមកមេនិយាយថាអូយសវាយដល់ក៏មានថ្ងៃទី1មាននៅមកច្រើនមែនតើគ្រប់បណ្ដាខេត្តនេះដូចបានឃើញអញ្ចឹងនិយាយថាអូរំសាហាវហ្មងនិយាយទៅថ្ងៃទី1ហ្នឹងគឺក្តៅខ្លាំងមែនតើដូចនៅដណ្ដាប់ភ្លើងចឹងប៉ុន្តែទេវតាតម្លាក់ភ្លៀងឲ្យមកមេអូនិយាយពីថាសវាយហមបដើប៉ែតម្សៅបដើមិនបាច់មានឡានតាក់ទេមានទឹកភ្លៀងមកស្រាប់អូនៅហើយមានមនុស្សមកច្រើនមែនតើថ្ងៃទី1ហ្នឹងគឺគ្រប់បណ្ដាខេត្តផ្សេងៗគាត់មកអញ្ចឹងណាហើយនេះខ្ញុំថតមកពីខាងកំពង់មូធំកន្លែងកំពង់មូហ្នឹងគឺមើលបានឃើញ4ទិសហ្មងពីទិសខាងសាលាខេត្តខាងមាត់ទន្លេខាងផ្លូវភ្លោះហូមនុស្សច្រើនមែនតើហ្នឹងថ្ងៃទី1ឯងថ្ងៃទី2នឹងមានមនុស្សច្រើនជាងហ្នឹងទៀតព្រោះដោយសារមានការតាំងលាហានេះខ្ញុំថតមើលទេសភាពបងប្អូនគាត់លេងសប្បាយមែនទេមិនមែនមកតែនៅខេត្តកំពង់ចាមទេមាននៅខាងត្បូងឃ្មុំព្រៃវែងស្វាយរៀងប៉ៃលិនក៏មានដែរហើយជនជាតិបរទេសក៏គាត់មកដូចគ្នាហើយគាត់សប្បាយលេងសប្បាយទាំងអស់គ្នាគឺអត់មានប្រកែកប្រកាន់គ្នាអីទេហើយមានគ្រប់មានប្រភេទអីក៏មានដែរអាតេសក៏មានលម្អក៏មានឡានតូរីសាំយ៉ុងអីដែលគេកាត់សតែខ្លួនហ្នឹងក៏មានដែរអូមានច្រើនមែនទេនេះខ្ញុំទៅជាមួយពុកម៉ែទៅរួមលេងមួយគេយ៉ាចុះមានតែប៉ុណ្្នឹងទេចាំមើលថ្ងៃទី2ទាំងអស់គ្នាថាច្រើនខ្លាំងប៉ុណ្ណាបាយបាយ